អូខេអញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលប្រើម៉ូទ័របូមទលីរបស់ Makita យើងមានជាប្រភេទថង់ផ្សេងៗគ្នាដូចជាប្រភេទនេះគឺថង់បែបមូលបាទរាងមូលបែបនេះអញ្ចឹងក្រុមការងារមូលចេញតែម្ដងដើម្បីបង្ហាញបាទអញ្ចឹងខាងក្នុងនេះគឺថង់បែបរាងមូលអញ្ចឹងនេះបងប្អូនអ្នកគ្នាពេលបូមមកឃើញកតិចនៅខាងក្នុងនេះយើងផ្ទីងចាក់ចោលកតិចនេះយើងផ្ទីងចាក់ចោលប៉ុន្តែនៅពេលដែលយើងផ្ទីងចាក់ចោលហើយកន្លែងនេះក៏ប្រឡាក់ដែរអញ្ចឹងយើងដោះគោះបងប្អូនអ្នកគ្នាណាប្រភេទនេះគឺយើងដោះគោះបវលមូលបន្តិចមកបាទវាមានកលៈវាបងប្អូនអ្នកគ្នាឃើញកលៈនេះបាទកលៈសងខាងនេះគឺយើងមូលមកបវលយើងគោះសម្អាតទៅហើយយើងបោកក៏បានដែរប្រភេទនេះយើងបោកក៏បានដែរបងប្អូនអ្នកគ្នាប្រើប្រភេទនេះគឺយើងអាចធ្វើការ recycle ប្រើឡើងវិញបានបើសិនជាប្រភេទกระดาษ fiber គឺអត់ទេបងប្អូនអ្នកគ្នាណាប្រើបានពី3ដងយើងបោះចោលហើយអញ្ចឹងរបៀបនៃការដាក់គឺដូចមិនអញ្ចឹងនៅពេលដែលយើងមូលចេញមានកលៈបងប្អូនអ្នកគ្នាមូលមកកន្លែងនេះគឺកន្លែងទើសនេះកន្លែងឡុកជាប់កន្លែងនេះកន្លែងមានកលៈនេះបងប្អូនគ្នាណាអញ្ចឹងពេលដែលយើងមូលចូលក៏ដូចគ្នាដែរគឺយើងដាក់ឲ្យបញ្ឆេះគ្នាសិនហើយបានមូលប្រតាក់បាទមូលចេញទៅប្រតាក់ទៅបាទអញ្ចឹងវាអត់រវោតចុះមកទេណានេះអត់រវោតចុះទេបាទបងប្អូនគ្នាណាអូខេអញ្ចឹងនៅពេលដែលយើងហើយគឺយើងធ្វើការសម្អាតអញ្ចឹងហើយបងប្អូនគ្នាឃើញកតិចទេបាទវានៅក្នុងនេះអញ្ចឹងកតិចមិនមែននៅក្នុងនេះទេណាគ្រាន់តែជាប់ដីទេដើម្បីទប់ធូលីនេះមិនឲ្យចូលដល់ដុំភ្លើងណាបងប្អូនគ្នាអូខេអញ្ចឹងក្រុមការងារមូលចូលវិញអញ្ចឹងការមូលចូលវិញក៏មានកលៈដែរនេះយើងបវលបងប្អូនគ្នានេះមានកន្លែងបវលណាម្ដងទៀតបវលបាទនេះយើងមើល logo បងប្អូនគ្នាមើល logo Makita នេះមើល logo Makita ហើយនឹងសញ្ញាគេមានសញ្ញារបស់គេណាតោះបាទនេះបាទនេះអូខេអញ្ចឹងបាននេះបាទនេះមកបាទមូលមករកទិសហើយឲ្យអស Makita ហ្នឹងឲ្យអស Makita ហ្នឹងឡើងលើបងប្អូនគ្នានេះនៅពេលដែលយើងរុញមកគឺស្មើគ្នាសិនរកទិសហ្នឹងឲ្យស្មើគ្នាសិនហើយបន្តទៀតបានយើងមូលបាទអូខេហើយចុចបូមសាថ្មីគឺតេស្តកម្លាំងបងប្អូនគ្នាប្រភេទនេះប្រើថ្ម12វ៉ុលបាទមកល្មមប្រើបងប្អូនគ្នាប្រើថ្ម12វ៉ុលហើយថ្មនេះអាចប្រើជាមួយនឹងម៉ូទ័របូមទលីក៏បានម៉ូទ័រស្វានក៏បានម៉ូទ័រផ្សេងជាង60មុខរបស់ Makita បងប្អូនគ្នាណាអញ្ចឹងវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនគ្នាអំពីរបៀបនៃការដោះដូរថង់បាទខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណ